កញ្ញាឈិនរតនៈវាកាត់បដូរទងជ្រមុះថ្មីបន្ថែមសម្រាប់លើករាសីគ្រាន់តែវាកាត់បដូរទងជ្រមុះថ្មីភ្លាមកញ្ញាឈិនរតនៈហាក់ដូចមានរាសីល្អទទួលបានការងារជាច្រើនជាបន្តបន្ទាប់ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌតាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញាឈិនរតនៈទើបតែវាកាត់បដូរទងជ្រមុះថ្មីដើម្បីលើកសម្រស់និងលើករាសីកញ្ញាឈិនរតនៈបានទទួលស្គាល់ថានាងពិតជាពេញចិត្តខ្ទង់ជ្រមុះថ្មីរបស់ខ្លួនណាស់ចាប់តាំងពីវាកាត់បដូរខ្ទង់ជ្រមុះថ្មីមកបានផ្លាស់ប្ដូរវាសនារបស់នាងច្រើនមិនត្រឹមតែធ្វើឲ្យស្រស់ស្អាតនិងមានមុខមាត់ថ្មីគួរឲ្យស្រឡាញ់ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យនាងទទួលបានការងារជាច្រើនផងដែរមុននឹងសម្រេចចិត្តវាកាត់បដូរខ្ទង់ជ្រមុះថ្មីកញ្ញាឈិនរតនៈគេងគិតរាប់ខែខ្លាចពេលវាកាត់ហើយមិនស្រស់ស្អាតដូចបំណងដែលធ្វើឲ្យមានការខាត់បងការងារនឹងរូបសម្រស់ពីព្រោះនាងមិនធ្លាប់បានឆ្លងកាត់មុខកំបិតពីមុនមកឡើយតែក្រោយពីការទទួលបានការប្រឹក្សាពីគ្រូពេទ្យជំនាញនិងមានការលើកទឹកចិត្តពីមិត្តភ័ក្តិនាងក៏បានសម្រេចចិត្តវះកាត់តែម្ដងជាលទ្ធផលគឺជោគជ័យនិងស្រស់ស្អាតដោយអ្វីដែលនាងចង់បានក្រោយពីការវះកាត់បដូរខ្ទង់ជ្រមុះកញ្ញាឈិនរតនៈក៏បានផ្លាស់ប្ដូរម៉ូដសក់ថ្មីនិងស្ទាយនៃការតុបតែងខ្លួនថ្មីដើម្បីស្វាគមន៍ការងារថ្មីទាំងនៅខេត្តនិងនៅទីក្រុងកញ្ញាឈិនរតនៈជឿជាក់ថាការវះកាត់កែខ្ទង់ជ្រមុះថ្មីពិតជាធ្វើឲ្យនាងមានរាសីនិងហុងស៊ុយល្អយ៉ាងពិតប្រាកដ